សម្រាប់បងប្អូនដែលកំពុងតែស្វែងរកផ្ទះវីឡាតូលរស់នៅបែបឯកជនភាពបាទស្ងប់ស្ងាត់ចូលចិត្តរស់នៅស្ងប់ស្ងាត់នៅតំបន់រៀងឆ្ងាយពីក្រុងតិចណាបងប្អូនរៀងជាយក្រុងណាអញ្ចឹងថ្ងៃនេះបងអូនសូមមកណែនាំប្រភេទ Oasis Villa នេះគឺជាម៉ូដផ្ទះបែបអាមេរិកដំបូងគេដែលមាននៅបាទនៅតំបន់កប់ស្រូវនេះបងប្អូនប្រភេទ Villa តូលមួយដាច់តែឯងតែម្ដងបងប្អូនអ្នកគ្នាបាទដោយបងប្អូនឃើញហើយភាគច្រើនខ្ញុំផ្ញើបងប្អូនឃើញវីដេអូក្នុង page ភាគច្រើនបងប្អូនច្រឡំថាវីដេអូហ្នឹងគឺជាវីដេអូផ្ទះ 3D វីដេអូផ្ទះដែលមិនទាន់សង់ហើយបងប្អូនថ្ងៃនេះគឺខ្ញុំមកថតវីដេអូជាក់ស្ដែងច្បាស់ជូនបងប្អូនតែម្ដងហើយសម្រាប់បងប្អូនចង់បាន promotion ដូចគ្នាសូមឆាតចូល page ឥឡូវនេះមកបាទជាក់ស្ដែងដូចបងប្អូនឃើញទេឃើញទេបាទនេះផ្ទះដែលយើងសង់ហើយបាទហើយផ្ទះនេះគឺផ្ទះផ្ទាល់តែម្ដងផ្ទះពិតតែម្ដងបងប្អូនអ្នកគ្នាមិនមែនជាផ្ទះ 3D មិនមែនជាផ្ទះគំរូអីទេបាទផ្ទះនេះបងប្អូនទិញក៏បានដែរបងប្អូនណាបាទបងប្អូនទិញភ្លាមចូលនៅភ្លាមតែម្ដងបងប្អូនអ្នកគ្នាបងប្អូនកាន់លុយមកត្រឹមតែ 20% បងប្អូនអាចសិក្សាជាមួយធនាគារបានហើយតម្លៃខ្ទង់តែជាង 30,000 ទេបងប្អូនអ្នកគ្នាបើប្រៀបធៀបបាទដីហើយនឹងផ្ទះនៅក្នុងក្រុងបងប្អូនបាទទំហំនេះគឺស្តង់ដារបងប្អូនណាទំហំផ្ទះធំណាទំហំដីក៏ធំដែរ20 គុណនឹង20 ម៉ែត្របាទបើសិនជាបងទិញផ្ទះនៅក្នុងកណ្ដាលក្រុង20 គុណ20 ម៉ែត្រសាកសម័យមើលបងតម្លៃមិនក្រោមពី1 លានទេបាទខ្ញុំហ៊ាននិយាយចឹងមកតែផ្ទះនេះ20 គុណនឹង20 ម៉ែត្រតម្លៃតែជាង 30,000 ទេបងបាទហើយបងមានលុយ 20% បងអាចចូលនៅបានភ្លាមបាទបងយកលុយមក deposit 20% បងអាចចូលរស់នៅបានភ្លាមហើយបងអាចរំលោះជាមួយធនាគារដៃគូបានរហូតដល់30ឆ្នាំទៀតបងហើយឥឡូវនេះ promotion ពិសេសយើង free ការបង់ជូនបងរយៈពេល1ឆ្នាំទៀតបាទ free ការបង់ជូនបងរយៈពេល1ឆ្នាំទៀតបងចង់បាន promotion បាទបងចង់បាន promotion ចង់បានម៉ូដផ្ទះស្អាតបែបអាមេរិកបងអញ្ជើញមកមើលបាននៅបរិយវិលៀបបាទមុននឹងខ្ញុំនាំបងចូលទៅមើលក្នុងផ្ទះខ្ញុំឲ្យបងមកមើលពីបរិវេណបាទហើយកុំនិយាយថាបងទិញទៅគឺបានម៉ូដអញ្ចឹងដូចគ្នាបងណាផ្ទះគំរូមិនគឺបងទិញទៅគឺបានអញ្ចឹងតែម្ដងបងប្អូនអ្នកគ្នាបាទអញ្ចឹងឥឡូវនេះខ្ញុំមកបង្ហាញបាទជុំវិញផ្ទះជូនបងមើលបាទផ្ទះនេះគឺសល់ដីមួយខាង4 ម៉ែត្របាទស្តង់ដាបាទមួយខាង4 ម៉ែត្រតែជាក់ស្ដែងផ្ទះនេះដោយសារវាដីកែងអញ្ចឹងសល់ដី space កែងទាំងអស់គឺយើងធ្វើសួនទាំងអស់តែម្ដងបាទហើយចំពោះទំហំស្តង់ដាផ្ទះនេះដែរ20 ម៉ែត្រគុណនឹង20 ម៉ែត្រសាច់ផ្ទះបាទ12 គុណនឹង15បាទបងឃើញជាក់ស្ដែងបាទអញ្ចឹងឥឡូវខ្ញុំនាំបងមកមើលបរិវេណជុំវិញផ្ទះតែម្ដងវីដេអូនេះសូមអធិស្ឋានពុកម៉ែបងប្អូនរៀងវែងតិចហើយបងប្អូនណាបាទសូមបងប្អូនមើលឲ្យកុំខាកុំសាបាទវីដេអូនេះរៀងវែងទេចូល7ឬក៏8នាទីបានចប់បាទអញ្ចឹងសូមបងប្អូនទស្សនាឲ្យចប់ណាបាទវីដេអូនេះផ្ទះកែអញ្ចឹងវាសល់ដីខាងក្រោយផ្ទះសល់ចំហៀងផ្ទះធំអញ្ចឹងតែម្ដងណាបងណាបាទបងចង់បានផ្ទះដែលស្អាតម៉ូដផ្ទះដែលប្លែកស្តង់ដាររបស់អាមេរិកបងអាចអញ្ជើញមកមើលបាននៅបរិយវិលៀមឥឡូវយើងកំពុងតែមាន promotion ពិសេសជូនបងមានលុយបង់ត្រឹមតែ 20% បងអាចចូលរស់នៅបានភ្លាមបង់ប្រចាំខែអានឹងជាក់ស្ដែងទៅតាមបងសិក្សាជាមួយនឹងធនាគារខ្លួនឯងណាបងណាយើងមានធនាគារដៃគូអត្រាការប្រាក់ទាបមែនទែនបងបាទអត្រាការប្រាក់ក្នុងឆ្នាំទី1ត្រឹមតែ 4.5 ទេបងក្នុងមួយឆ្នាំណាបាទ 4.5 អញ្ចឹងក្នុងមួយឆ្នាំវាថា4កន្លះចុះបងណា 0.4 ជាងទេក្នុងមួយខែបាទអញ្ចឹងមួយឆ្នាំវា4កន្លះហើយបងណាអត្រាការប្រាក់ជាមួយនឹងធនាគារនៅក្នុងឆ្នាំទី1អញ្ចឹងទៅតាមការសិក្សាជាក់ស្ដែងរបស់បងបាទហើយឥឡូវនេះកុំឲ្យខាតពេលយូរបាទនេះបងប្អូនឃើញទេបាទផ្ទះយើងសង់បានច្រើនម៉ូដហើយបងប្អូនអ្នកគ្នាបច្ចុប្បន្ននេះម៉ូដយើងចេញបាន8ម៉ូដហើយបងប្អូនអ្នកគ្នាណាបាទឥឡូវកុំឲ្យខាតពេលយូរខ្ញុំនាំបងប្អូនចូលទៅទស្សនាខាងក្នុងផ្ទះចង់ដឹងថាម៉ូដផ្ទះនេះនៅជុំវិញផ្ទះស្អាតប៉ុណ្្នឹងហើយចង់ដឹងថានៅក្នុងផ្ទះវាស្អាតប៉ុណ្ណាចូលទៅមើលខាងក្នុងជាមួយខ្ញុំអរគ្នាបាទចំពោះម៉ូដផ្ទះនេះដែរសម្រាប់ពុកម៉ែបងប្អូនមានសមាជិកគ្រួសារច្រើនគឺត្រូវឲ្យបងប្អូនអ្នកគ្នាព្រោះបច្ចុប្បន្ននេះម៉ូដផ្ទះនេះយើង design មកមាន4បន្ទប់គេង4បន្ទប់ទឹកបងប្អូនអ្នកគ្នាណាបាទហើយម៉ូដផ្ទះនេះ design មកស្តង់ដារបែបអាមេរិកតែម្ដងបងប្អូនអ្នកគ្នាបាទបងប្អូនធ្លាប់ទៅរស់នៅប្រទេសអាមេរិកបាទគឺបងប្អូនបានស្គាល់ហើយបានឃើញហើយបាទអញ្ចឹងម៉ូដផ្ទះនេះ design មកបែបអាមេរិកបែបអឺរ៉ុបតែម្ដងបងប្អូនគ្នាបាទអញ្ចឹងការ review នេះវាអត់បានគ្រប់ជ្រុងជ្រោយទេខ្ញុំថតបង្ហាញជូនបងប្អូនខ្លះ
ហើយបើសិនជាបងប្អូនចង់មកមើលលេងអាចអញ្ជើញមកមើលលេងបាននៅខាងក្រោមយើងមានបន្ទប់គេងមួយបាទសម្រាប់សមាជិកគ្រួសារបាទអញ្ចឹងដោយបងប្អូនឃើញស្រាប់វិញចូលមកមានបន្ទប់គេងស្អាតមែនតើបងប្អូនអរគ្នា design មកស្អាតតែម្ដងបែបអឺរ៉ុបតែម្ដងបងប្អូនអរគ្នាណាបងប្អូនទិញហើយគឺបានអញ្ចឹងតែម្ដងបងប្អូនអរគ្នាណាបាទចំពោះសម្ភារៈយើងប្រើប្រាស់សិតតែរបស់ standard របស់អាមេរិកតែម្ដងបងប្អូនអរគ្នាណាបាទសម្ភារៈប្រើប្រាស់យើងដាក់សិតតែរបស់អាមេរិកហើយនិងរបស់ជប៉ុនបាទដោយបងប្អូនបានដឹងហើយបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលបាទខ្ញុំនាំបងប្អូនទៅមើលបរិវេណជុំវិញផ្ទះទាំងអស់បាទនេះបងប្អូនបាទនេះគឺជាចង្ក្រានបាយដែលធំទូលាយមែនទែនបងប្អូនអរគ្នាណាទម្រង់ជាអក្សរ U បាទចង្ក្រានបាយនេះគឺស្អាតមែនទែនបងប្អូនអរគ្នាបាទការរៀបចំចេញមក design គឺប្លែកពីគេតែម្ដងបងប្អូនអរគ្នាណាសម្រាប់ពុកម៉ែបងប្អូនធ្លាប់រស់នៅផ្ទះវិឡាធំគឺគាត់បានដឹងហើយគាត់ស្គាល់ហើយបាទការរស់នៅបែបម៉េចបាទគឺគាត់ដឹងហើយកន្លែងនេះគឺកន្លែងតុញ៉ាំអាហារជុំគ្នាអញ្ចឹងបងប្អូនបាទអាចអង្គុយបានជា5 6នាក់បាទ5 6នាក់ហើយកន្លែងនេះគឺសាឡុងទទួលភ្ញៀវធំមែនទែនបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំ review ត្រួសជូនពុកម៉ែបងប្អូនបាទឥឡូវយើងឡើងទៅមើលជាន់នៅខាងលើទាំងអស់គ្នាបងប្អូនអរគ្នាចំពោះផ្ទះនេះដែរយើងមាន2ជាន់ជូនពុកម៉ែបងប្អូនណាបាទផ្ទះនេះគឺ2ជាន់សម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានផ្ទះចូលរស់នៅភ្លាមបងអាចអញ្ជើញមកមើលបាននៅបរិយាវិលៀមបាទហើយសម្រាប់ព័ត៌មានបន្ថែមបងចង់បាន promotion បងអាចតាក់ទងមកបានឥឡូវនេះបាទបញ្ចុះតម្លៃជូនបងភ្លាមតែម្ដងបងប្អូនអរគ្នាបាទបងមុនត្រឹមតែ 20% ទេបងអាចចូលរស់នៅបានភ្លាមតែម្ដងបងប្អូនអរគ្នាណាផ្ទះសង់ហើយ 100% ហើយឥឡូវយើងមានថែមសម្ភារៈច្រើនមែនទែនបងប្អូនអរគ្នាបាទថែមសម្ភារៈពេញផ្ទះតែម្ដងបងប្អូនអរគ្នាណាអញ្ចឹងវីដេអូនេះរៀងវែងបញ្ជាក់ពុកម៉ែបងប្អូនបាទវីដេអូនេះរៀងវែងបាទនេះជាបន្ទប់មេគ្រួសារបាទបន្ទប់ជាន់ទី1សម្រាប់មេគ្រួសារបាទយើងមានបែងចែកតែម្ដងបាទសម្រាប់បន្ទប់មេគ្រួសារយើងមានបន្ទប់សម្អាងដាក់សម្ភារៈទូកៅអៅអីចឹងបងប្អូនអរគ្នាបាទសម្រាប់បងស្រីបាទនៅក្នុងនឹង include ជូនទាំងអស់តែម្ដងបងប្អូនអរគ្នាណាហើយយើងមានបន្ទប់ទឹកមួយដែរបាទបន្ទប់ទឹកធំមួយបាទចាឥឡូវសម្រាប់ពុកម៉ែបងប្អូននេះពិសេសមួយទៀតបងប្អូនអរគ្នាបាទយើងមានវេរ៉ង់ដាមួយនេះសម្រាប់បន្ទប់មេគ្រួសារគេស្អាតណាស់បងប្អូនណាបាទឥឡូវយើងឡើងទៅមើលមួយជាន់ទៀតបាទមួយជាន់នៅខាងលើមួយទៀតគឺយើងមាន2បន្ទប់គេងបាទហើយចំណុចពិសេសនៅក្នុងបន្ទប់មេគ្រួសារនេះគឺយើងមានបរិវេណសម្រាប់ទទួលភ្ញៀវឬក៏យើងងើបពីគេងមកយើងអង្គុយលេងនៅខាងនេះអីបរិវេណធំមែនតើបាទទលាយស្អាតយើងនៅមានមួយជាន់ទៀតនៅខាងលើពុកម៉ែបងប្អូនបាទទៅទស្សនាមួយខ្ញុំទាំងអស់គ្នាហើយបញ្ជាក់បងប្អូនណាចង់បាន promotion បាទយើង promotion ផ្ដល់ជូនតែមកនៅសតតែមួយផ្ទះទេពុកម៉ែបងប្អូនណាផ្ទះដែលសង់ហើយរៀបចំឲ្យស្អាតណាបាទអញ្ចឹងពុកម៉ែបងប្អូនអាចអញ្ជើញមកមើលបានបាទនៅខាងលើនេះយើងមាន2បន្ទប់គេងបាទយើងមាន2បន្ទប់គេងនេះគឺជាបន្ទប់គេងដូចថាសម្រាប់សមាជិកគ្រួសារបាទសម្រាប់កូនអីចឹងបាទឲ្យគាត់គេងនៅខាងលើនេះបានហើយយើងមានបន្ទប់ទឹកមួយដែរបាទសម្រាប់កន្លែងនេះយើងចង់រៀបជាបន្ទប់គេងក៏បានឬក៏ពុកម៉ែបងប្អូនចង់ធ្វើជា office កន្លែងធ្វើការផ្ទាល់ខ្លួនមិនបាច់ចាំទៅធ្វើការនៅ office យើងរៀបចំជា office កន្លែងធ្វើការនៅផ្ទះយើងក៏បានដែរពុកម៉ែបងប្អូនណាបាទងាយស្រួលស្អាតបាទផ្ទះនេះមាន4បន្ទប់គេងសរុបជារួមបាទចំណុចពិសេសដែលខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនមួយទៀតបាទយើងមាន Sky Bar បាទសម្រាប់ Sky Bar នេះពុកម៉ែបងប្អូនអាចចូលចិត្តបាទរៀបចំដូចថាដាំផ្កាបាទដាំអីSky Bar នេះធំហ្នឹងបងប្អូនអង្គុយលេងមើលថ្ងៃរៀបលិចអីពេលយប់អីបានបងប្អូនត្រជាក់ស្រួលណាបាទអញ្ចឹងចង់បាន promotion នេះរួសរាល់ឡើងពុកម៉ែបងប្អូនណាកុំឲ្យឱកាស promotion នេះរំលងផុតបាទសូមឆាតមកឥឡូវនេះបាទអរគុណ